ក្រសួងការពារជាតិ MACPP កំពុងតែសង្កេតការណ៍ស្រាប់តែមានការផ្ទុះអាវុធពីសំណាក់យោធាថៃចំនួន5លើកចន្លោះពីម៉ោង 10:35 នាទីដល់ម៉ោង 11:09 នាទីបាញ់ដោយកាំភ្លើងប្រភេទ M79 និង M16 ស្រាប់ចំនួន9គ្រាប់នៅថ្ងៃពុធទី29 ខែមេសាឆ្នាំ2026វេលាម៉ោង 10:20 នាទីព្រឹកក្រសួងការពារជាតិនៃប្រជាណាចក្រកម្ពុជាបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី2ប្រចាំឆ្នាំ2026របស់ក្រុមអនុព័ន្ធយោធាបរទេស MACPP ប្រចាំប្រជាណាចក្រកម្ពុជាចុះសង្កេតការណ៍នៅច្រកអូស្មាច់ខេត្តឧត្តរមានជ័យក្រោយបាត់ឈប់បាញ់ចុះជាធរមាននេះបញ្យងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវឧត្តមសេនាឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិសូមគូបញ្ជាក់ជូនផងដែរថាមុនពេលចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស MACPP ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគ RBC នៃយុទ្ធភូមិភាគទី4កម្ពុជាបានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគ RBC នៃកងទ័ពភូមិភាគទី2ថៃរួចរាល់ហើយសកម្មភាពនៃការចុះសង្កេតការណ៍របស់ប្រទេសសមាជិកក្រុមអនុព័ន្ធយោធាបរទេស MACPP ប្រចាំប្រជារាស្ត្រកម្ពុជាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខនិងសន្តិភាពមិនត្រឹមតែរវាងប្រទេសទាំងពីរតែប៉ុណ្ណោះនោះទេប៉ុន្តែសម្រាប់តំបន់និងពិភពលោកទាំងមូលផងដែរជាការគួរឲ្យសោកស្ដាយបំផុតក្នុងអំឡុងពេលកំពុងសង្កេតការណ៍និងត្រួតពិនិត្យនៅទីតាំងជាក់ស្ដែងក៏មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន5លើកចន្លោះពីម៉ោង 10:35 នាទីព្រឹកដល់ម៉ោង 11:09 នាទីដោយបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 ស្របចំនួន9គ្រាប់ជាមួយគ្នានេះកងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់គួរបញ្ជាក់ផងដែរថាហេតុការណ៍នេះគឺផ្ទុយទៅនឹងស្មារតីនៃបាត់ឈប់បាញ់និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាដើម្បីកាត់បន្ថយភាពតានតឹងនិងលើកកម្ពស់សន្តិភាពសន្តិសុខនិងភាពស្ងប់ស្ងាត់នៅតាមបណ្ដោយព្រំដែនក្នុងនាមជារដ្ឋដែលគ្រប់ច្បាប់និងមានការទទួលខុសត្រូវខ្ពស់កម្ពុជាប្រកាន់ភ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីហើយការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីររួមចំណែកដល់សន្តិភាពស្ថិរភាពនិងឯកជនភាពនិងឯកភាពក្នុងអាស៊ានគឺទាមទារការបដិញ្ញាចិត្តពិតប្រាកដនិងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិធម្មនុញ្ញអាស៊ានក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ដែលចងភ្ជាប់យើងក្រសួងការពារជាតិនៃប្រជាណាចក្រកម្ពុជាសូមបញ្ជាក់ជាថ្មីនៃការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ថ្ងៃទី27 ខែធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃថ្ងៃទី26 ខែតុលាឆ្នាំ2025កិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតសម្ដៅស្វែងរកដំណោះស្រាយដោយសន្តិវិធីយុត្តិធម៌និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរនាងខ្ញុំអែលស្រីនុចពីកម្មវិធី TVFB ប៉ាដំណឹង Download app NTX More Plate ទទួលបាន voucher $5 ភ្លាមនិង promotion បញ្ចុះតម្លៃដល់សន្ធឹកសន្ធាប់ផ្សេងទៀតដោយគ្រាន់តែ register រួចបំពេញ referral code NTX TVSB5Ycam អ៊ីនធឺណិតជម្រើសដ៏ពេញនិយមសម្រាប់គេហដ្ឋាននិងអាជីវកម្មគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ